ចាសួស្តីពុកម៉ែបងប្អូននៅថ្ងៃនេះមកបង្ហាញវីដេអូប្លែកៗចាចាប់អត់ដែលគួរចាប់អារម្មណ៍សម្រាប់ពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាចាហើយនេះជាសកម្មភាពដែលខ្ញុំនៅនេប៉ាល់ហើយយើងមានការធ្វើដំណើរចាទៅខេត្តផ្សេងៗដែលកំសាន្តអញ្ចឹងពុកម៉ែបងឃើញអំពីវប្បធម៌អំពីអរិយធម៌ផ្សេងៗគឺខុសគ្នាខ្លាំងមែនទែនចាប៉ុន្តែមកទៀតខ្ញុំនឹងដាក់បង្ហាញអំពីការធ្វើដំណើររបស់ខ្ញុំចាហ្នឹងហើយបងប្អូនឃើញគឺយើងធ្វើដំណើរទៅ Besiba ហើយ Besiba ហ្នឹងឆ្ងាយយើងជិះឡានក្រុងទៅហើយចង់ប្រាប់បងប្អូនទេសភាពនៅនេប៉ាល់គឺសម្បូរភ្នំខ្លាំងមែនទែនចាបងប្អូនងាក់ទៅឆ្វេងក៏ភ្នំទៅស្ដាំក៏ភ្នំដែរហើយមិនតែប៉ុណ្ណោះទេគឺមានទេសភាពចាមានព្រៃឈើគឺខៀវស្រងាត់តែម្ដងប៉ុន្តែបើនិយាយអំពីផ្លូវវិញគឺរលាក់ខ្លាំងចាយើងបើឡើងចុះភ្នំចាបន្ទាប់ពីយើងធ្វើដំណើរបាន 3-4 ម៉ោងយើងឈប់សម្រាកចូលបន្ទប់ទឹកចាទិញអាហារសម្រន់ញ៉ាំឈប់សម្រាកអញ្ចឹងទៅណាបងប្អូនហ្នឹងហើយអញ្ចឹងសប្បាយដែរពេលដែលយើងដើរជាលក្ខណៈក្រុមបែបនេះចាមានតាំងពីផ្លែក្រូចផ្លែអីអញ្ចឹងណាស្តៀងខ្មែរដែរប៉ុន្តែអាហារគឺខុសគ្នាខ្លាំងមែនទែនចាបន្ទាប់មកទៀតយើងធ្វើដំណើរទៅទៀតចាឆ្លងកាត់ពីមួយទៅមួយគឺទេសភាពខុសប្លែកពីគ្នាទាំងអស់ចាមានតាំងពីទឹកស្ទឹងហូរកាត់មានតាំងពីថ្មមានតាំងពីភ្នំព្រៃឈើអញ្ចឹងទៅចាបន្ទាប់ពី 4-5 ម៉ោងក្រោយមកក៏បានទៅដល់ទីតាំងដែលយើងត្រូវចុះអញ្ចឹងណាចានេះជាសន្តាគារជាផ្ទះសំណាក់របស់គេចាហើយខ្ញុំក៏ឈប់ហើយយើងក៏ថតឡើងទៅលើដំបូលថតអញ្ចឹងឃើញថានេះគឺសិតតែជាសត្វក្អែកបងប្អូនសត្វក្អែកហើទាំងក្រុមសម្បូរសត្វខ្លាំងមែនទែនពីព្រោះភ្នំហើយសម្បូរព្រៃឈើចានៅពេលយប់ឡើងគឺយើងរាំលេងជាមួយក្មេងៗចាក្មេងៗនេះគឺពួកគេដើរដើម្បីច្រៀងរាំរៃអង្គាសថវិកាសម្រាប់ទៅសាលារបស់គេអញ្ចឹងណាបងប្អូនចាបន្ទាប់ពីរាំលេងជាមួយក្មេងៗហើយក៏យើងចាប់ផ្ដើមទៅញ៉ាំអាហារពេលល្ងាចចានេះជាអាហាររបស់ប្រទេសនេប៉ាល់ហើយជាវប្បធម៌របស់គេដែរគឺអាហារនេះគេហៅដាល់បាតចាមានបាយមានបន្លែមានសណ្ដែកស្ងោរមានសាច់មាន់ចាហើយក្នុងនឹងដែរយើងអាចថែមបានមួយសារីទៀតហើយតម្លៃដូចគ្នាអត់ថ្លៃទេបងប្អូនធូរថ្លៃមែនទែនប៉ុន្តែយើងអាចញ៉ាំប៉ុណ្ណាក៏បានដែរចាហើយនេះគឺជាទេសភាពពេលព្រឹកពេលដែលយើងក្រោកឡើងចាខ្ញុំបានឡើងទៅលើដំបូលថតទេសភាពពីព្រោះស្អាតខ្លាំងមែនទែនចាតាមពិតទៅបើយើងមើលនឹងភ្នែកស្អាតជាងក្នុងកាមេរ៉ាទៀតបងប្អូនហើយផ្ទះរបស់គេមាននៅទាំងក្រោមភ្នំលើភ្នំអីចឹងទៅណាចាម្យ៉ាងវិញទៀតខ្ញុំនឹងដាក់សំឡេងមិត្តភ័ក្តិរបស់ខ្ញុំរៀននិយាយខ្មែរឲ្យបងប្អូនស្ដាប់ចាគាត់ជាជនជាតិនេប៉ាល់ចំរៀបសួរឆ្វេងឆ្វេងឆ្វេង window